បន្ទាប់ពីរំដោះទឹកដីរបស់ព្រះបាទជ័យវរ្ម័នទី7ពីកណ្ដាប់ទៅនឹងកសាងប្រាសាទព្រះខ័នរួចព្រះអង្គរាជានុញ្ញាតឲ្យកសាងមន្ទីរពេទ្យប្រាសាទអ្នកពាន់ចំកណ្ដាលបារាយណ៍ជ័យតដកាហើយនឹងតំណាងឲ្យកោះជ័យស្រីចំកណ្ដាលបារាយណ៍ជ័យតដកាដែលមានប្រាសាទអ្នកពាន់នៅចំកណ្ដាលស្រះធំនិងស្រះទឹកទាំង4ស្រះទឹកទាំង4តំណាងចំទិសធំទាំង4តំណាងឲ្យទន្លេគង្គាទន្លេព្រំបុតទន្លេយ៉ាម៉ាមូណាទន្លេសិនធុបនិងស្រះទឹកកង្ជែងនិងក្បាលតម្រៃតំណាងឲ្យធាតុទឹកស្រះទឹកខាងកើតធាតុដីខាងត្បូងធាតុភ្លើងនិងខាងលិចក្បាលសេះក្បាលគោធាតុខ្យល់មូលហេតុដែលបារាំងដាក់ឈ្មោះថាប្រាសាទអ្នកពាន់ដែលពីដើមជាសុគតាល័យមន្ទីរពេទ្យនៃព្រះបាទជ័យវរ្ម័នទី7មហាពុទ្ធរាជាជ័យសតវង្សមកពីសន្ទុយនាគមួយគូពាន់ដែលជាស្ដេចនាគនន្តៈនិងឧបនន្តៈខាងកើតមានក្បាលនាគនិងសេះបាលហៈដែលនាំជាយានជំនិះរបស់ព្រះពោធិសត្វអវលោកេសនៈនាំពុទ្ធបរិស័ទទៅកាន់ឋាននិព្វាននិងឋានសួគ៌និងជាទិដ្ឋភាពទេសភាពនៅប្រាសាទអ្នកពាន់ស្រះទឹកនិងនៅលើកោះជ័យស្រីនិងប្រាសាទចម្លងភ្នំព្រះសុមេរុដែលមានរូបសំណាកព្រះពោធិសត្វអវលោកេសវរៈព្រះ4នៅចំកណ្ដាលពីមុនធ្លាប់តម្កល់ពុទ្ធបដិមាករនិងដំរីក្បាល3ធ្វើអំពីសម្រិទ្ធនរសិង្ហនិលំនឹងសម្លេងរឿយនៅពេលសូរយ៉ារដីThe Nippon Temple built in the reign construction of the King Jayavarman VII make a hospital